ជំរាបសួរអំពុំមានអ្នកអរគ្នាថ្ងៃនេះនេះខ្ញុំមកអានអំពីកំណត់កំណើតភពឧស្ម័ននឹងរូបធាតុផ្សេងដែលស្ថិតនៅជុំវិញព្រះអាទិត្យថ្មីដែលទើបនឹងកើតបន្តការវិលជុំវិញព្រះអាទិត្យហើយក៏បានចាប់ផ្ដើមផ្ដុំគ្នាបន្ថែមទៀតពេលបណ្ដុំតូចខ្លាយទៅជាបណ្ដុំធំហើយនោះបណ្ដុំដែលធំជាងគេបង្អស់ក៏ខ្លាយទៅជាភពថ្មីភពដែលស្ថិតនៅជិតព្រះអាទិត្យជាភពក្តៅសម្បូរទៅដោយឧស្ម័នអ៊ីដ្រូសែននិងអេលីយ៉ូមដែលពុះជានិច្ចកាលភពខ្នងដែលទើបនឹងកើតថ្មីជាភពដែលបណ្ដោះលោហៈនិងសិលាក្នុងពេលបច្ចុប្បន្ននេះគេទទួលស្គាល់វាអាចមានភព4ក្នុងគឺភពពុទ្ធភពសុក្រភពផែនដីនិងភពអង្គារឧស្ម័ននៅក្នុងភពថ្មីដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យមិនពុះទេព្រោះវាភពក្រៅមានទំហំធំអស្ចារ្យឬអាចហៅថាឧស្ម័នយក្សដូចជាភពរហ័សភពសៅរ៍ភពអេរ៉ានុសនិងភពនេបតូននៅពេលភពថ្មីទាំងនោះចាប់ផ្ដើមចុះត្រជាក់បណ្ដុំរូបធាតុតូចដែលកើតឡើងនៅជុំវិញវាបានក្លាយទៅជាព្រះច័ន្ទឬភពរណបក្រៅពីភពទាំង8និងព្រះច័ន្ទដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យនិងមានវត្ថុដទៃទៀតដែលស្ថិតនៅចន្លោះភពអង្គារនិងភពរហ័សគេហៅថាខ្សែព្រះគោឥឡូវនេះខ្ញុំសូមថ្លែងអំណរគុណអតិច្រោចំពោះអង្គពុំមានអ្នកគ្នាដែលបានចំណាយពេលវេលាដែលមានតម្លៃមកស្ដាប់អ្នកខ្ញុំអានអំពីកំណត់របស់ភពពីដើមដល់ចប់អ្នកខ្ញុំសូមអរគុណและសូមជម្រាបលា